ពលរដ្ឋផ្អើលមើលសត្វដំរីញី3ក្បាលមកដល់ខេត្តព្រះវិហារពលរដ្ឋក្រុងព្រះវិហារភ្ញាក់ផ្អើលនឹងបាននាំកូនចៅទៅមើលសត្វដំរីចំនួន3ក្បាលដែលបានមកដល់ខេត្តព្រះវិហារខណៈដែលខេត្តព្រះវិហារជាខេត្តដែលកំពុងតែបាត់បង់នៅធនធានសត្វព្រៃដ៏កម្រខាងលើនេះអស់ទៅហើយប្រជាពលរដ្ឋក្រុងព្រះវិហារជាច្រើនអ្នកបានឲ្យដឹងនៅព្រឹកថ្ងៃទី13តុលាថាពួកគាត់បាននាំកូននាំចៅទៅមើលសត្វដំរី3ក្បាលខាងលើដែលកន្លងមកមិនដែលបានឃើញផ្ទាល់នឹងភ្នែកឡើយអ្នកខ្លះបាននាំកូននាំចៅដែលមានជំងឺដង្កាត់ផ្សេងទៅមើលដំរីរួចសុំមកដំរីម្ចាស់ដំរីដើម្បីដើរឆ្លងពីក្រៅមាត់ដំរីដែលតាមទំនៀមទម្លាប់ចាស់បុរាណនិយាយតគ្នាថានៅពេលដែលកូនចៅមានជំងឺផ្សេងគឺយកមកឲ្យដំរីឆ្លងពីក្រៅមាត់ដំរីនឹងអាចជាសះស្បើយពីជំងឺផ្សេងផងដែរលោកឯកសរិនអាយុ43ឆ្នាំជាជនជាតិភ្នងរស់នៅភូមិជ្រៃសែនឃុំជ្រៃសែនស្រុកខេត្តរតនគិរីជាម្ចាស់ដំរីបានឲ្យដឹងនៅព្រឹកថ្ងៃទី13តុលានេះថាសត្វដំរីចំនួន3ក្បាលបាននាំយកមកពីខេត្តរតនគិរីដែលជាស្រុកកំណើតរបស់លោកដើម្បីនាំយកទៅប្រគល់ឲ្យដោយគ្មានសំណងដល់កន្លែងអភិរក្សអាជ្ញាធរអប្សរាខេត្តសៀមរាបធ្វើការអភិរក្សបង្កាត់ពូជដែលសត្វដំរីទាំង3ក្បាលខាងលើនេះជាគេដូនតារបស់លោកដែលមានអាយុជាង50ឆ្នាំមកហើយទើបតែពេលនេះដោយមិនអាចបង្កាត់ពូជដំរីខាងលើនៅស្រុកកំណើតបានព្រោះគាត់តាមទំនៀមទម្លាប់ពីដូនតាមកគឺមិនឲ្យសត្វដំរីមានផ្ទៃពោះនៅក្នុងស្រុកភូមិឡើយដែលអាចនាំឲ្យចង្រៃដល់ស្រុកភូមិទើបលោកពូសម្រាប់ចិត្តនាំសត្វដំរីញីទាំង3ក្បាលទៅប្រគល់ឲ្យអាជ្ញាធរអប្សរាធ្វើការអភិរក្សបង្កាត់ពូជដើម្បីបង្កើនធនធានសត្វព្រៃដ៏កម្រខាងលើនេះឲ្យបានច្រើនសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅទស្សនាកម្សាន្តជាពិសេសដើម្បីបង្កើននៅតម្លៃសត្វដំរីដ៏កម្រនៅកម្ពុជាឲ្យបានច្រើនផងដែរម្ចាស់ដំរីបានបញ្ជាក់ទៀតថាការនាំសត្វដំរីខាងលើពីខេត្តរតនគិរីមកដល់ខេត្តព្រះវិហារនេះគឺចំណាយថវិកាផ្គត់ផ្គង់ចំណីអស់ប្រមាណជាង$800ដែលថវិកាទាំងនោះបានមកពីសទ្ធារបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវរហូតមកកោះសន្តិភាពសម្រាប់គ្រប់ស្រទាប់វណ្ណៈ